account Facebook បែបនេះហ่ะมันអាចរលុយបានទេបងប្អូនរបៀបទី1គឺបែបនេះទី2គឺ lock profile របៀបនេះ100%គឺរលុយអត់បានទេអញ្ចឹងដើម្បីបដូរអានឹងចេញដើម្បីអាចរលុយបានដោយ account Facebook ដែលខ្ញុំកំពុងតែបង្ហោះវីដេអូនេះហ่ะបងប្អូនមើលវីដេអូនេះឲ្យចប់ហើយបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចធ្វើការ share វីដេអូនេះម្នាក់មួយក៏ដូចជា follow account Facebook ខ្ញុំនេះម្នាក់មួយផងអញ្ចឹងចាំមើលណាខ្ញុំប្រាប់បងប្អូនអូខេបងប្អូនទាំងអស់គ្នានេះគឺជា account Facebook របស់ខ្ញុំគឺវាចេញទម្រង់របៀបនេះរលុយអត់បានទេណាបងប្អូនបាទចេញទម្រង់ add story ហើយចេញនេះlock profile អីអញ្ចឹងណា 100% រលុយអត់បានទេដូចខ្ញុំបានបញ្ជាក់នៅវីដេអូពីមុខអញ្ចឹងដើម្បីផ្លាស់ប្ដូរ account Facebook របស់យើងឲ្យទៅជាទម្រង់ professional mode គឺអារបៀបទម្រង់ដូច page អញ្ចឹងបងប្អូនបាទអញ្ចឹងគឺយើងបដូរមួយមកអញ្ចឹងបើសិនជាបងប្អូនមាន account របៀបនេះគឺមើលវីដេអូនេះចប់ទៅគឺវាចំណេញអញ្ចឹងណាឬមួយក៏មាន account បងប្អូនម៉ាក់ប៉ាមិត្តភ័ក្តិអីដែលគាត់អត់បានផ្លាស់ប្ដូរទៅ professional mode គឺបដូរឲ្យគាត់ទៅក៏លើ Facebook វា invite យើងឲ្យរលុយអញ្ចឹងណាបងប្អូនបាទអញ្ចឹងបើសិនជាចេញរបៀបនេះ Facebook អត់មានមក invite យើងឲ្យរលុយទេគឺអត់មានប្រយោជន៍សោះហ្មងអញ្ចឹងយើងផ្លាស់ប្ដូរទាំងអស់គ្នាណាអញ្ចឹងដើម្បីប្ដូរចេញទី1យើងត្រូវមើលអាកន្លែងនេះសិនបងប្អូនបាទអាកន្លែងខាងលើនេះខាងលើគេខាងស្ដាំដៃអាចុច3ហ្នឹងណាអញ្ចឹងយើងចុចលើវាមកហើយបន្តមកទៀតបងប្អូនឃើញពាក្យ unlock profile អត់នេះអាកន្លែងនេះយើង unlock profile សិនមកដោយសារតែមុនហ្នឹងយើង lock profile អញ្ចឹងយើង unlock profile មកអញ្ចឹងនេះបងប្អូនបាទយើង unlock អាកន្លែងសោនេះមកចុច unlock ភ្លឹបមកអូខេបន្ទាប់មកយើងចុច unlock អាក្រោមនេះមកយើងរងចាំបន្តិចទៅអូខេឥឡូវនេះគឺយើង unlock profile ហើយគឺវាឈប់ជាប់ unlock ហ្នឹងហើយអូខេបន្ទាប់មកទៀតយើងបដូរអាតម្រង់ add story នេះចោលណាបងប្អូនបាទអាតម្រង់នេះគឺគ្មានប្រយោជន៍ទេអញ្ចឹងបដូរវាមក professional mode មកអញ្ចឹងយើងទៅចូលអាកន្លែង 3 ខាងលើម្ដងទៀតអូខេបន្ទាប់មកទៀតយើងយកពាក្យថា turn on professional mode ណាបងប្អូនបាទយើងចុចមកអូខេបន្ទាប់មកទៀតយើងមើលមកខាងក្រោមនេះយើង update យក profile យើងរងចាំបន្តិចអូខេនេះបងប្អូនបាទអញ្ចឹងដល់ពេលដល់ចំណុចនេះបងប្អូនជ្រើសរើសយកអាលើគេនេះpublic នេះអញ្ចឹងអាហ្នឹងគឺវាសាក់ចេះហ៎បងប្អូនបាទអញ្ចឹងវាដូចជាទម្រង់ page របស់យើងអញ្ចឹងបើសិនជាករណីយើងមាន fan ច្រើនចូលទៅ add ចូលទៅអីគឺវាចេញឲ្យយើងហ្នឹងមានប៊ីតុងចុច follow អញ្ចឹងដូច page អញ្ចឹងវាអាចមានអ្នកលើសពី 5000 អ្នកអញ្ចឹងបងប្អូនបាទអញ្ចឹងអាទម្រង់ professional mode ហ្នឹងគឺវាល្អកន្លែងហ្នឹងបានន័យថាវាអាចជំនួស page បានអញ្ចឹងណាអញ្ចឹងយើងចុច next ទៅមុខទៀតអូខេបងប្អូនធ្វើការរងចាំទៅហើយអានេះគឺអស់ហើយគឺចេញមកគឺយើងបង្ហោះគឺជាសាធារណៈទាំងអស់ណាបងប្អូនបាទអញ្ចឹងបានវាឲ្យយើងរលុយអញ្ចឹងយើងចុច confirm ទៀតមកអូខេហើយកន្លែងនេះយើងរើសមកបើសិនជាបងប្អូនជាអីបងប្អូនរើសតាមនឹងមកបើខ្ញុំដាក់ digital creator អញ្ចឹងទៅអញ្ចឹងបងប្អូនជាអីដាក់នឹងមកបងប្អូនបាទគឺមានច្រើនមានតារាចម្រៀងមានគ្រូប្រវឹកមាន gamer មានអីគ្រប់យ៉ាងចឹងបងប្អូនឆ្លាញ់អីដាក់នឹងទៅអ្នកចម្រៀងដាក់អ្នកចម្រៀងមក fashion ដាក់ fashion មកតែខ្ញុំអ្នកបង្កើតវីដេអូខ្ញុំដាក់នេះអញ្ចឹងយើងចុច next ទៅមុខទៀតអូខេអញ្ចឹងឥឡូវយើងចេញតម្រង់បែបនេះយើងចុចទៅមុខទៀតយ៉ាអូខេបងប្អូនបាទឥឡូវនេះគឺយើងធ្វើបានជោគជ័យហើយបងប្អូនបាទតែដល់កន្លែងចំណុចកន្លែងនេះគឺគេឲ្យយើងនឹងធ្វើទៅតាម Facebook អញ្ចឹងអានេះ reach more people អញ្ចឹងយើងចុច select អាទី1ហ្នឹងមកបន្ទាប់មកយើង update មកគេចង់ឲ្យយើងធ្វើអីនេះគេចាប់ផ្ដើមដំបូងហ្នឹងគេចង់ឲ្យយើងហ្នឹងបង្ហោះផុសអីផុសទៅធ្វើមិនឲ្យបាន25ផុសណាបងប្អូនបាទដើម្បីឲ្យ Facebook ហ្នឹងវារុញហើយកន្លែងនេះយើងចាប់ផ្ដើម reply comment គេទៅអញ្ចឹងយើងចុចមកបើសិនជាមាន comment អីផ្សេងយើងតប comment អីគេផ្សេងអញ្ចឹងណាបងប្អូនដើម្បីឲ្យវា reach អូខេដល់ពេលយើងចុចអាកន្លែងនេះបងប្អូនយើងចុចអាកន្លែងនេះទៀតអូខេយើងចុចមក build my community ចុចកន្លែងហ្នឹងមកហើយយើងចុច update មកគេឲ្យយើងធ្វើអីណែគេអត់បងប្អូនគេឲ្យយើងនឹងបង្ហោះ story គេឲ្យយើងនឹងយកអាវីដេអូរៀលចាស់ហ្នឹងshare add story អញ្ចឹងណាដើម្បីឲ្យមានអ្នកមើលម្ដងទៀតអញ្ចឹងណាបងប្អូនបាទ re-share ឃើញអត់អញ្ចឹងយើងធ្វើតាមលក្ខខណ្ឌរបស់គេទៅដើម្បីឲ្យ account របស់យើងហ្នឹងវា reach វាមានអ្នកមើលហើយដល់ពេលយើងចុចអាកន្លែងនេះទៀតមកអូខេបន្ទាប់មកយើងមកអាទី3អាកន្លែងនេះសម្រាប់អ្នករលុយអញ្ចឹងយើងចុច update មកអញ្ចឹងដើម្បីយើងរលុយបានច្រើនយើងធ្វើតាមលក្ខខណ្ឌរបស់គេមកនេះយើងបង្ហោះឲ្យបាន25ផុសមកយើងផុសអីផុសទៅវីដេអូ reel status អីផ្សេងឲ្យបាន25ទៅយើងចង់ផុសយើងចុចផុសមកអញ្ចឹងណាអូខេដល់អាទី2នេះយើង reply comment យើងលេង comment មួយគេដែលគេ comment វីដេអូយើងឬមួយក៏រូបភាពយើងអញ្ចឹងទៅហើយអាទី3ទី4នេះអត់មានប្រយោជន៍អីទេយើងបាច់នេះក៏បានដែរអញ្ចឹងណាបងប្អូនបាទហើយយើងចុចមកកន្លែងនេះទៀតមក
គឺអត់មានអីទេបងប្អូនអស់ហើយអញ្ចឹងយើងធ្វើតាមលក្ខខណ្ឌរបស់គេទៅអញ្ចឹងឥឡូវនេះអស់ហើយយើងចូលមើល profile របស់យើងមើលតើវាឈប់ចេញអាកន្លែង add story នេះនៅអញ្ចឹងយើង refresh វាមកអូខេវាអត់តាន់ទេបងប្អូនបាទចាំបន្តិចឥឡូវនេះយើងអូសចេញសិនណាយើងអូសចេញសិនយើងទាញអញ្ចឹងមកយើង refresh វាសិនមកតោះមកយើងចូលម្ដងទៀតណាអូខេអញ្ចឹងយើងចុចចូលមកនេះចេញតម្រងនេះគឺយើងអាចមានឱកាស Facebook ដាក់ឲ្យយើងរកលុយបានហើយឃើញអត់បងប្អូននេះឲ្យតែចេញអានេះឃើញអត់បងប្អូនចេញអានេះអត់មានចេញ add story ដូចមុននេះណាគឺអានេះគឺតម្រងដូច page អញ្ចឹងគេហៅ personal mode ទៅបងប្អូនបាទ professional mode ហ្នឹងហើយច្រឡំអញ្ចឹងយើងចុចទៅលើវាមកចឹងឃើញអត់វាចេញសញ្ញាដុល្លារចេញអីផ្សេងហើយយើងចង់ដឹងថា account មួយហ្នឹងគេ invite រកលុយនៅឬមួយក៏មិនយើងចូលអាកន្លែងនេះលើគេនេះលើគេនេះគេដាក់ monetize អញ្ចឹងយើងចុចមកនេះបងប្អូនបាទអូខេអញ្ចឹងខ្ញុំបានដាក់លក្ខខណ្ឌទៅតាមរបស់គេហើយដែល Facebook គេឲ្យយើងលេង challenge ហ្នឹងគេឲ្យយើងរកឲ្យបាន300k រយៈពេល28ថ្ងៃឥឡូវនេះសល់តែ26ថ្ងៃទេខ្ញុំរកបានជិត 100k ហើយសម្រាប់ account មួយនេះណាបងប្អូនបាទអញ្ចឹងនៅពេលដែលខ្ញុំរកពេញនៅពេលដែលខ្ញុំរកពេញគ្រប់ 300k គឺខ្ញុំអាចមានឱកាសរកលុយឲ្យឃើញអត់បងប្អូនបាទតែបើ account មុននោះអាចចេញអាតម្រង lock profile add story អីមុននោះគឺអត់មានឱកាសបានបែបនេះទេឱកាសមានលុះត្រាណាតា account គឺយើងបដូរមក professional mode អញ្ចឹងណាបងប្អូនបាទអញ្ចឹងអានេះខ្ញុំសូម្បីតែខ្ញុំ share ក៏គេគិត view ចូលក្នុងនឹងដែរ share ផុសរូបភាព share ឃើញហើយដល់ពេលខ្ញុំ share ក៏មាន view ដែរអញ្ចឹងទៅគេរាប់ចូលទៅក្នុងនឹងដែរអញ្ចឹងខ្ញុំបាន 100k តើនេះខ្វះ 200k ទៀតបងប្អូនអត់អីទេខ្ញុំគិតថាអត់អីទេចិត្តបានរបស់ខ្ញុំទៀតហើយមួយ account នេះខ្ញុំចិត្តរកលុយបានហើយអញ្ចឹងអត់អីទេបងប្អូនឲ្យតែចេញតម្រងបែបនេះគឺយើងមានឱកាសស្នើរកលុយក៏បានឬមួយក៏ Facebook នៅសុកក៏វាលោតឲ្យយើងរកលុយក៏បានដែរអញ្ចឹងគឺជាឱកាសដែលល្អណាស់បងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនឆ្ងល់អីទៀតអាច comment នៅខាងក្រោមនេះខ្ញុំនឹងចែករំលែកចំណេះដឹងផ្សេងៗទៀតអញ្ចឹងណាបងប្អូនបាទអរគុណច្រើន